ទ្រង់ជ្រាបត្បិតសត្វអន់ទួនទៀបទុពលភាពបាបក្រៃក្រាំងតន្ទឹងព្រាទូថ្លៃជានិស័យបច្ច័យច្បាំងអីឡើយទ្រង់បានត្រាំងត្រេកអរណាស់ពុំកន់តាសត្វខ្លះក្រាស់ដោយកាមពុំយល់តាមត្រៃលក្ខឡើយអីឡើយយល់ខ្លាំងហើយដោយអំណាចព្រះមានបុណ្យបើបានស្ដាប់ទេសនាបញ្ញាខ្លាំងជាងមុនសូមព្រះដ៏មានបុណ្យទ្រង់និមន្តប្រទេសនាអនុមោទនាវិសុទ្ធិមេវិសុទ្ធិណੰសុទ្ធិសម្បាបកញ្ចនੰធម្មញ្ចារិយសង្ខញ្ចៈសតតੰសិរសានិមេសូមនមស្ការចំពោះព្រះចិនស្រីដ៏បរិសុទ្ធដែលផ្ដល់នៅសេចក្តីបរិសុទ្ធដល់ជនមិនបរិសុទ្ធទាំងឡាយផងចំពោះព្រះធម៌ផងចំពោះព្រះសង្ឃផងដោយសិរសាគឺត្បូងអស់កាលមិនដាច់សូមប្រគេនពរព្រះសមុគន្ធព្រះសហការីព្រះមេគន្ធខេត្តសៀមរាបនិងប្រគេនពរព្រះគ្រូចៅអធិការវត្តពូលង្កាព្រមដោយព្រះគ្រូសូត្រឆ្វេងស្ដាំនិងលោកអាចារ្យគណៈកម្មការវត្តពូលង្កានេះក្នុងឱកាសថ្ងៃនេះវត្តពូលង្កាបានទទួលបន្ទុកដោយសារលោកអនុសេនីយ៍តូអៅឡៃគីមដែលត្រូវជាបុត្ររបស់លោកឪពុកឪណាគ្រីនិងអ្នកម្ដាយលោកស្រីអ៊ីតប៉ូឡែនបានទទួលមរណកាលទៅកាន់លោកខាងមុខហើយនៅថ្ងៃទី24ខែប្រមាណដាក់ខែ9ណាកណ្ដាលនៃថ្ងៃកើតថ្ងៃកើតដែរដែលកើតថ្ងៃទី24ខែ9ឆ្នាំ1999អាយុបាន27ឆ្នាំនៅលាវបានបំពេញការងារនៅស្រុកឡុងវែងមន្ត្រីប៉ុស្តិ៍ត្រពាំងព្រៃក៏បានទទួលមរណកាលដោយជំងឺបេះដូងម្ល៉េះហើយវត្តពូលង្កានេះទាំងលោកគ្រូទាំងអាចារ្យគណៈកម្មការទាំងអស់បានចូលរួមមរណទុក្ខជាមួយនឹងលោកឪពុកអ្នកម្ដាយរបស់សពព្រមទាំងញោមញាតិដែលជាសន្តានព្រៀងលៀនត្រូវជាបងជាប្អូនជាដូនមួយជាទួតមួយឬក៏ជា
ជីដូនជីតាបងប្អូនសាច់ញាតិទាំងអស់ដែលជាញាតិធម៌នោះក៏ចូលរួមក្នុងមរណទុក្ខនឹងដែរប្រកាសណានឹងញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់សេចក្តីទុក្ខរបស់មនុស្សនៅលើពិភពលោកនេះព្រះសម្មាសម្ពុទ្ធជាបរមគ្រូទ្រង់សម្ដែងថាទុក្ខរបស់មនុស្សទូទៅទាំងអស់ហ្នឹងគឺទុក្ខកើតពីការកើតជាទុក្ខការចាស់ក្រឹមគ្រាក៏ជាទុក្ខជំងឺរោគាក៏ជាទុក្ខសេចក្តីស្លាប់ក៏ជាទុក្ខនេះទុក្ខធំរបស់មនុស្សទូទៅទាំងអស់ហ្នឹងប៉ុន្តែសម្រាប់មនុស្សដែលរស់ត្រូវកើតទុក្ខចំពោះអ្នកដែលលះលោកនេះទៅកាន់លោកខាងមុខហើយចា៎បើខ្លួនមនុស្សដែលរស់ហ្នឹងក៏ជិះមិនរួចដែរកើតហើយចាស់ឈឺស្លាប់ដូចតែគ្នាណាប៉ុន្តែសម្រាប់ខ្លួនយើងអត់ទាន់បានគិតទេគិតតែចំពោះអ្នកដែលលះលោកទៅហើយដែលត្រូវជាមេត្តាបិតាជីដូនជីតាសាច់ញាតិសន្តានទាំងអស់ក៏ហើយក្នុងឱកាសនេះគឺលោកអនុសេនីយ៍តូអៅឡៃគីមនេះក៏ដែលជាកូនប្រុសរបស់លោកឪពុកអ្នកម្ដាយហើយនៅលីវទៀតមិនទាន់មានគូសកលអីទេបងហើយជាកូនច្បងទៀតម្ល៉េះសេចក្តីទុក្ខនៃការនិរះប្រត់ប្រាសចាកកូនដែលជាទីស្រឡាញ់នេះពុំអាចនឹងថ្លឹងថ្លែងថាទុក្ខប៉ុណ្ណេះទុក្ខប៉ុណ្ណឹងឲ្យបានទេបងគឺទុក្ខនោះធ្ងន់ពីព្រោះទុក្ខនេះកើតពីសេចក្តីស្រឡាញ់ហើយឪពុកម្ដាយស្រឡាញ់កូនប្រុសកូនស្រីទាំងអស់มันអាចរកអ្វីមកធៀបផ្ទឹមបានទេនៅលើលោកនេះប៉ុន្តែជួនកាលកូនប្រុសកូនស្រីអត់ដឹងថាលោកឪពុកអ្នកម្ដាយស្រឡាញ់ខ្លួនដល់ថ្នាក់ណាត្រឹមណាអត់ដឹងទេប្រកូនខ្លះក៏ប៉ុន្តែទោះបីជាកូនដឹងក្តីមិនដឹងក្តីសម្រាប់សេចក្តីស្រឡាញ់ភាពក្តីភាពស្នេហាទៅលើកូនប្រុសកូនស្រីគឺមានពូក៏ទាំងអស់ក្នុងហរតីទឹកចិត្តថ្លើមរបស់មេត្តាបិតាទោះបីជារតនវត្ថុមាសពេជ្រក្តីក៏មិនស្រឡាញ់ស្មើនឹងកូនទេបងគឺសេចក្តីស្រឡាញ់កូនដល់ក្រៃលែងជាទីបំផុតម្ល៉េះហើយសេចក្តីស្លាប់ក៏ចូលមកកាត់ផ្ដាច់បង់ជីវិតកូននឹងនៅក្នុងអាយុពវ័យបឋមវ័យមិនទាន់ចូលដល់មជ្ឈិមវ័យផងគូសកលក៏មិនទាន់មានបំឡើយទុកនេះមហាធំធេងបំផុតជួនកាលម៉ែឪនឹងកើតទុកនឹងកូនខ្លាំងទៅជាវង្វេងវង្វាន់ស្មារតីក៏និយាយនេះខុសនិយាយនោះក៏ខុសចាប់របស់នេះក៏ខុសរបស់ខុសដោយភក្តីភាពសេចក្តីស្រឡាញ់នឹកស្រណោះចំពោះកូនហ្នឹងបងហើយញោមញាតិពុទ្ធបរិស័ទគ្រប់គ្នាមនុស្សយើងបើមានជីវិតរស់ដូចគ្នាយើងបែកបាក់គ្នាជាឧបមាថាមួយនៅស្រុកខ្មែរមួយនៅស្រុកបារាំងស្រុកអាមេរិកអូស្ត្រាលីយើងមានសេចក្តីសង្ឃឹមថាថ្ងៃណាមួយពេលណាមួយយើងបានជួបគ្នាប៉ុន្តែបច្ចុប្បន្ននេះមានគ្រឿងបច្ចេកវិទ្យាទំនើបបើទោះបីជាមិនជួបរូបរាងកាយផ្ទាល់ក៏ជួបតាមស្រមោលតាមទូរស័ព្ទដែរឃើញស្រមោលគ្នាបាននិយាយគ្នាបានឮទៀតទេក៏មានសង្ឃឹមថាបើមិនបានជួបរូបផ្ទាល់ក៏ជួបតាមស្រមោលសំឡេងតាមទូរស័ព្ទបានប៉ុន្តែការនិរះប្រត់ប្រាគ្នាដោយសេចក្តីស្លាប់នេះ
អ្នកដែលលះលោកទៅហើយក៏មិនដឹងជាទៅកាន់ទីណាហើយក៏មិនអាចត្រឡប់មកកាន់គេហដ្ឋានផ្ទះសម្បែងជួបនឹងមេត្តាបិតាសាច់ញាតិរបស់ខ្លួនបានហើយសម្រាប់មេត្តាបិតាទៀតសំណោះអាឡោះអាឡៃកូនរបស់ខ្លួនក៏គ្មានមធ្យោបាយឯណានឹងអាចទៅជួបគ្នាបានអស់សង្ឃឹមហើយការព្រឹត្តប្រាសនេះគឺមិនមានថ្ងៃណាដែលនឹងសង្ឃឹមតែជួបគ្នាបានទេគឺថាផ្ដាច់គ្នាត្រឹមប៉ុណ្ណឹងឯងបងហើយសម្រាប់អ្នកដែលលះលោកនេះទៅកាន់លោកខាងមុខហើយក៏អត់បានទទួលដឹងឮថានៅឯស្រុកភូមិនេះមានលោកឪពុកអ្នកម្ដាយសាច់ញាតិបងប្អូនព្រៀងលៀនកើតទុកយំស្រណោះបង្ហូរទឹកភ្នែកគក់ទ្រូងរូងអន្តរមដីយ៉ាងណាក៏អត់ដឹងអត់បានទទួលដឹងឮទេបងនេះនៅក្នុងពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងបងពីព្រោះអ្នកដែលលះលោកទៅកាន់លោកខាងមុខហើយពលលោកសម្ដែងថាលឿនណាស់ជីវិតអញ្ចឹងដូចទីផ្ទាត់ម្រាមដៃអញ្ចឹងកាលណាបើត្រូវទៅកាន់សុគតិក្តីទុក្ខតិក្តីទីណាក្តីគឺលឿនកាលណាដាច់ខ្យល់ដូចទីផ្ទាត់ដៃត្រូវដល់ទៅកន្លែងដែលត្រូវបដិសន្ធិថ្មីនោះភ្លាមអត់មានរារែកពលនៅស្រុកនៅភូមិយើងហ្នឹងតែអត់មានទេបងបាទអាស្រ័យនេះព្រះសម្មាសម្ពុទ្ធលោកថាលោកអ្នកដែលស្លាប់ហើយអត់បានទទួលការដឹងឮថាបងប្អូនសាច់ញាតិម៉ែឪយំសោកស្រក់ទឹកភ្នែកអ្វីនឹងការស្លាប់របស់ខ្លួនអត់ដឹងទេបងនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាអញ្ចឹងឬសម្រាប់អ្នកដែលរស់ទៀតយំសោកសន្រក់ទឹកភ្នែកកន្ទក់កន្ទិញអានឹងជាធម្មតាទេសម្រាប់យើងបទុជនលោកីតែព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាការបូជាគុណនឹករលឹកគុណបូជាដោយទឹកភ្នែកយំសោកលោកថាអត់មានបានបុណ្យបានអានិសង្ឃអីបន្តិចបន្តួចនឹងការយំសោកនឹងទេប៉ុន្តែសម្រាប់យើងបទុជនកាត់វាអត់បានទេអ្នកណាក៏ដូចតែណាដែរបងយ៉ាងណាក៏ត្រូវតែសម្រក់ទឹកភ្នែកតែច្រើនអីក្នុងវេលាដែលបែកបាក់ព្រឹត្តប្រាសគ្នាហ្នឹងនេះសម្រាប់ពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធសម្ដែងអ្នកហិរុណੰវាសោកោវាយាវញ្ញាបរិទេវនីថាការយំសោកការខ្សឹកខ្សួលការបង្ហូរទឹកភ្នែកក្តីចំពោះអ្នកដែលស្លាប់ហើយអ្នកដែលស្លាប់អត់បានទទួលដឹងឮបានទេការយំសោកការសន្រក់ទឹកភ្នែករបស់ផងយើងហ្នឹងហើយក៏មិនមានអានិសង្ឃអីនឹងការយំសោកអត្តទេសោះមានតែធ្វើតិខេណានុបទានទេនេះដូចជាតម្កល់សពសង្សការនេះដែលមិនទាន់បានធ្វើជាបណកិច្ចនេះហើយធ្វើតិខេណាទានចំពោះព្រះសង្ឃឲ្យទៅជូនទៅនឹងបានមានប្រយោជន៍ពុទ្ធលោកសម្ដែងថាអញ្ចឹងបងអាស្រ័យនេះសូមអញ្ញោមញាតិពុទ្ធបរិស័ទទាំងឡាយកាត់បន្ទូនៅសេចក្តីទុក្ខបាទអាត្មាថាចេះតែថាទេតែញោមអ្នកកើតទៅកាត់មិនងាយបានទេបើសម្ដែងទៅតាមពុទ្ធសាសនាហ្នឹងបងសូមឲ្យបន្ទូបន្ថយការខ្សឹកខ្សួលយំសោកនៅខ្លះពុទ្ធថាទោះបីយើងយំសោកប៉ុណ្ណាទៅក៏នៅតែមិនមានសង្ឃឹមថានឹងអាចអ្នកដែលស្លាប់ហើយត្រឡប់មកវិញទេឬនឹងបានបន់នៅដោយការបូជាទឹកភ្នែកទេនេះសូមឲ្យញោមញាតិជ្រាបឬសេចក្តីស្លាប់របស់មនុស្សគ្រប់គ្នាទាំងអស់ថាការស្លាប់នឹងមាន4យ៉ាងស្លាប់ទី1គឺស្លាប់ដោយអស់អាយុចាស់ទៅអាយុត្រូវអស់ស្លាប់ស្លាប់ទី2គឺស្លាប់ដោយអស់កម្មព្រោះអស់ផលកម្មហ្នឹងស្លាប់ទី3គឺអស់ទាំងអាយុអស់ទាំងផលកម្មព្រម
ស្លាប់ទី4គឺស្លាប់ដោយកម្មនឹងចូលមកកាត់ផ្ដាច់អាយុអត់ទាន់អស់ទេប៉ុន្តែផលរបស់កម្មចូលមកកាត់ផ្ដាច់ធៀបឧបមាបីដូចជាចង្គៀងជីវិតរបស់មនុស្សរស់នៅដូចចង្គៀងតួចង្គៀងវាមានបច្ឆេះមានប្រេងចង្គៀងប្រេងកាតដែលយើងអុជថាធម្មតាតើเราវាអស់ប្រេងអស់បច្ឆេះបានបលលត់ភ្លើងប៉ុន្តែនេះប្រេងក៏នៅបច្ឆេះក៏នៅបើលលត់អញ្ចឹងបាននេះថាប្រេងនៅមែនបច្ឆេះនៅមែនតែភ្លើងត្រូវរលត់ថានឹងមកពីកម្មនឹងចូលមកកាត់ផ្ដាច់អានេះបើសំដែងតាមធម៌របស់ព្រះពុទ្ធឥឡូវយើងមិនដឹងថាអនុសេនីយតោនេះមានកម្មពីអ្វីដែលចូលមកកាត់ផ្ដាច់អាយុរបស់លោកដែលនៅទាំងក្មេងអានេះតាមពុទ្ធសាសនាពុទ្ធលោកសំដែងចឹងក៏គឺផលវិបាកកម្មចូលមកកាត់ផ្ដាច់អាយុជីវិតទៅហ្នឹងក៏នេះសូមឲ្យញោមញាតិពុទ្ធបរិស័ទទាំងឡាយជ្រាបមិនដឹងជាពីវិរិយអីលោកបានប្រព្រឹត្តកម្មអីពីខាងដើមមកយើងអត់ដឹងទេបងដូចព្រះសម្មាសម្ពុទ្ធបានទ្រង់សម្ដែងថាសភាវៈធម៌ដែលយើងរៀបរៀងវាមិនឈ្នះរៀបរៀងអត់ឈ្នះទី1គឺជរេចាស់ក្រំក្រេយើងរៀបរៀងអត់ឈ្នះទេញោមញាតិមាននរណាមួយចង់ចាស់ទេបើធ្វើអីក៏រៀបរៀងមិនឈ្នះនៅតែចាស់ទី2ជំងឺព្យាធិរៀបរៀងមិនក៏មិនឈ្នះទប់មិនឈ្នះទេជំងឺហ្នឹងទី3សេចក្តីស្លាប់រៀបរៀងយ៉ាងណាក៏មិនឈ្នះមានមនុស្សណាដែលចង់ស្លាប់ហ្នឹងទី4វិបាកៈគឺផលរបស់កម្មបើដូចជាអនុសេនីយតោនេះគាត់អត់បានចាស់ទេអត់មានចាស់ទៅទេបងមានតែព្យាធិនិងមរណៈហើយនឹងវិបាករបស់កម្មដែលចូលមកកាត់ផ្ដាច់ចាស់អត់ទៅចាស់ទេបងអានេះចាស់ព្រះពុទ្ធលោកសម្ដែងថាវិបាកៈផលរបស់កម្មដែលធ្វើហើយត្រូវតែឲ្យផលដល់អ្នកធ្វើទប់អត់ឈ្នះទេញោមញាតិត្រូវតែឲ្យផលនេះបានថាយើងជាបទជនយើងមិនអាចដឹងថាតើអនុសេនីយតោលោកបានប្រព្រឹត្តកម្មអីវិរិយអីយ៉ាងណាយើងអត់ដឹងទេប៉ុន្តែសំដែងទៅតាមធម៌ព្រះពុទ្ធថាគឺកម្មនឹងចូលមកកាត់ផ្ដាច់ព្រោះទៅដល់ពេលកម្មឲ្យផលហើយអត់មានទប់ឈ្នះទេញោមញាតិព្រះពុទ្ធលោកសម្ដែងថាណដ្ឋិកម្មੰសមੰពលៀងនៅលើលោកនេះគ្មានអ្វីដែលមានកម្លាំងស្មើនឹងផលរបស់កម្មអាក្រក់ក្តីកម្មល្អក្តីកាលណាតែឲ្យផលអ្នកដែលធ្វើត្រូវតែឲ្យផលដល់មនុស្សទប់ឲ្យឈ្នះទេបងឡាអាត្មាសូមលើករឿងវត្ថុនិទានមួយមកសម្ដែងជំរាបញោមញាតិថាមានព្រាហ្មណ៍មួយនឹងចិញ្ចឹមសត្វពពែគាត់ចិញ្ចឹមពពែថ្ងៃមួយមានមិត្តសម្លាញ់ហ្នឹងមកលេងផ្ទះគាត់ហើយគាត់នឹកថាបានមកហូបអាហារអីនឹងទទួលមិត្តភក្តិដែលគេលេងផ្ទះហ្នឹងសម្លឹងទៅឃើញសត្វពពែណាគឺទាំងបើចាសម្លាប់សត្វពពែដើម្បីយកសាច់មកទទួលញាតិមិត្តដែលមកលេងក្នុងផ្ទះហ្នឹងគាត់ទៅចាប់សត្វពពែទាកកកចងដល់ទាកកចងរួចហើយគាត់យកកំបិតទៅសន្លៀងថ្មរៀងខកពពែនឹងឃើញទេកាលអីញោមញាតិអីថ្ងៃហ្នឹងពពែនឹងចេះនិយាយភាសាមនុស្សបានចេះស្ដាប់បានអាហ្នឹងណាទេកាលណាបង
ប្រពេនឹងដឹងថាឃើញដឹងថាព្រាមនឹងចង់កកជាប់ឲ្យសលៀងកំបិតនេះភ័យហ្នឹងព្រាមជាម្ចាស់សម្លាប់អញហើយក៏យំបសម្រក់ទឹកភ្នែកដល់យំរួចអស់ហើយក៏បែរជាសើចវិញប្រពេនោះមានសំណើចសើចដូចមនុស្សបងឯនោះអស់ចាណាសំបីតែព្រាមក៏ភ្ញាក់ផ្អើលនៅប្រទេសកាលឯងមកប្រពេចេះនិយាយគ្នាចេះយំចេះសើចពីមុនអត់ដែរទេបានប្រពេហ្នឹងសើចបានសើចព្រាមឃើញចម្លែកវាក៏សួរទាំងប្រពេចាំថ្ងៃនេះបានអ្នកឯងយំនេះបានអ្នកឯងសើចប្រពេហ្នឹងនិយាយប្រាប់ទាំងព្រាមហើយកាលដែលខ្ញុំយំខ្ញុំភ័យខ្លាចបើឃើញអ្នកឯងសលៀងកំបិតសម្លាប់ខ្ញុំថ្ងៃនេះឯងណាខ្ញុំភ័យខ្លាចវិញសម្រាប់ដែលខ្ញុំយំគឺខ្ញុំសប្បាយរីករាយត្រេកអរនឹងខ្ញុំអ្នកឯងនេះមានវីរិយនឹងគ្នាសម្លាប់គ្នាមក500ជាតិហើយក៏សម្លាប់ទៅសម្លាប់មកនោះកម្មណាញោមញាតិប្រពេនៅសម្លាប់ព្រាមណាព្រាមសម្លាប់ប្រពេវិញសម្លាប់ទៅមកគម្រប់500ជាតិប្រពេដឹងអញ្ចឹងដល់អញ្ចឹងព្រាមมันក៏ថាចូលដូចសំណោះសត្វប្រពេចេះនិយាយគ្នាអីបានគាត់តែឈប់សម្លាប់គាត់ថាបើអញ្ចឹងខ្ញុំអត់សម្លាប់អ្នកឯងទេខ្ញុំអភ័យឲ្យអ្នកឯងមានជីវិតរស់នៅបានសត្វប្រពេណាទេទោះបីអ្នកឯងមិនសម្លាប់ខ្ញុំក៏ជីវិតរបស់ខ្ញុំអត់កន្លងថ្ងៃនេះរួចទេត្រូវតែស្លាប់ថ្ងៃនេះឯងបានព្រាមទៅចុះបើខ្ញុំមិនសម្លាប់អ្នកឯងតែតើអ្នកណាមកសម្លាប់អ្នកឯងបានប្រពេទាំងចុះអ្នកឯងចាំតែមើលទៅដល់ចាប់ព្រាមទៅស្រាយជាខ្សែកកចំណងកហ្នឹងលេងប្រពេហ្នឹងទៅប្រពេនោះដើរស៊ីទៅបងភូមិហ្នឹងនៅជិតជើងភ្នំផងដល់ថ្ងៃរសៀលទៅនៅឃើញមេឃពពកខ្មៅពីលើមកកើតគោកើតរន្ទះលៀងរន្ទះទៅបាញ់ដុំថ្មហ្នឹងអំបែងដុំថ្មខ្ចាយមកត្រូវក្បាលប្រពេនឹងស្លាប់ទៅមកតែនេះបានថាខ្ញុំនិយាយមើលអានេះเอาកម្មមកកាត់ផ្ដាច់មនុស្សដូចគ្នាគេលើកលែងឲ្យគេថាគេមិនសម្លាប់ហើយបើកម្មនឹងវាមកកាត់ផ្ដាច់ទៅសម្លាប់តែละបាននេះសម្រាប់ពុទ្ធសាសនាបើពុទ្ធលោកសំដែងអញ្ចឹងថានេះស្លាប់ដោយកម្មអំពើអាក្រក់ណាមួយមកកាត់ផ្ដាច់នេះសូមឲ្យញោមញាតិដែលជាមេត្តាបិតាបងប្អូនអស់សូមឲ្យគិតថាអានឹងវាមានវិបាកកម្មចាស់ណាញោមយើងមើលមិនឃើញទេអានឹងបណ្ណការទទួលមរណកាលវាមិនសមហេតុសមផលទេភ្នែកយើងមើលវាត្រឹមតែចាស់ស្លាប់ចាស់ឈឺស្លាប់មកเราអត់បានចាស់តែថ្ងៃនេះឈឺស្លាប់តង់ក្មេងណាអរិស្លាប់នោះអត់មានអីទេគឺរោគារបស់ប៉ុនខ្លួនឯងដោយសារខ្សោយបេះដូងហ្នឹងហើយដំណាក់កាលគឺស្លាប់តែចឹងផងបញ្ជាសូមឲ្យញោមញាតិនឹងគិតពិចារណាហើយក៏ធ្វើម៉េចឲ្យធូរស្រាលតែក៏ឲ្យទុកដូចវាធ្ងន់ពេកញោមញាតិបើថាធ្វើម៉េចកូនរបស់យើងស្រឡាញ់ហើយបីបាច់ថែរក្សាចិញ្ចឹមតាំងពីតូចក្រូចឆ្មាមកហ្នឹងឥឡូវនេះមកស្លាប់វាមិនសមគួរព្រោះអត់សមគួរទេចា៎ហើយមានរឿងមួយទៀតលើករឿងមួយទៀតជាឧទាហរណ៍និយាយពីបាបកម្មនិយាយពីមកឧបាសកមួយឈ្មោះមហាកាលឧបាសកគាត់ជ្រះថ្លានឹងពុទ្ធសាសនាតាំងពីក្មេងមកគាត់រក្សាសិលធ្វើទានតាំងពីនៅកុមារភាពមកណាបងអញ្ចឹងពេលដល់ចាស់អត់ដល់ថ្ងៃមួយហ្នឹងជាថ្ងៃសិលគាត់ទៅសម្រាកនៅវត្តចេតវ័នជួបជុំឧបាសកបាសិកាទៅស្មាទានសិលច្រើនដល់គាត់ក្រោកពីយំទៅលុបមុខនៅក្នុងស្រះក្នុងវត្តទៅលុបលាងមុខហ្នឹងក្នុងការនោះមានចោរវាទៅលួចទ្រព្យអ្នកភូមិនៅមកខាងវត្តហ្នឹងទៅលួចប្លន់គេហ្នឹង
អាដាម្ចាស់ត្រឹមនៅគេក្រោកឡើងគេស្រែកទៅក៏មកពូមកចង់ក្នុងភូមិនៅភ្ជាប់ឲ្យជួយសេះតែចោលលួចប្លន់ហើយនេះចោលស្ពាយលីបានបង្វិចទៅស្ពាយរត់ដល់រត់មកអ្នកស្រុកគេដេញតាមជាមកចោលរត់ឆ្លងវត្តដល់ចោលនៅរត់ទៅដល់ឃើញមហាកាលបាសកនៅក្នុងមាត់ស្រានេះគេទៅកិច្ចក្នុងម្ចាស់ដើមគេវាម្ចាស់ត្រឹបមិនរួចឲ្យទន្លាក់អាបង្វិចត្រឹបនោះឯមហាកាលបាសកដែរចោលរត់ហួសទៅបាត់ទៅអញ្ចឹងពូអ្នកស្រុកគេរត់មកថាមហាកាលហ្នឹងឯងចោលលួចត្រឹបគេហ្នឹងអញ្ចឹងវាយសន្លប់មាត់ស្រាទៅអត់មានសួររហេតុផលវាយសន្លប់បើដល់នេះទៅក៏មានឧបាសកមាសិកាភិក្ខុលោកចោះទៅលុបមុខទៅក្នុងស្រះហ្នឹងទៅឃើញសាកសមមហាកាលបាសកដែលស្លាប់ហ្នឹងក៏នាំគ្នាកើតសង្វេគទាំងមហាកាលហើយមិនគួរមកស្លាប់អីដោយមិនសមហេតុសមផលដូច្នេះសោះព្រោះមហាកាលបាសកគិតធ្វើរក្សាសិលធ្វើទានតាំងពីក្មេងតែស្លាប់នេះវាមិនសមរម្យទេគេតែមួយពោលថាអញ្ចឹងព្រោះឃើញទាំងធ្វើគាត់ក្នុងបច្ចុប្បន្ននោះល្អទាំងភិក្ខុទាំងបាសកបាសិកាដល់ពោលយកទៅជ្រាបដល់ទៅព្រះស្រោតទៅរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូហ្នឹងព្រះអង្គទ្រង់យាងមកហើយព្រះអង្គទ្រង់ឆ្លើយតបនឹងភិក្ខុសង្ឃនិងឧបាសកបាសិកាថាមហាកាលបាសកស្លាប់នេះសមរម្យហើយព្រះអង្គសម្ដែងយ៉ាងញញឹមមើលតែការស្លាប់នេះសមរម្យហើយវាផ្ទុយនឹងយើងបទិជនភិក្ខុក្តីព្រះសង្ឃក្តីតែស្លាប់នឹងអត់សមទេតែមកពុទ្ធនោះមកថាមហាកាលបាសកស្លាប់នេះសមរម្យហើយទៅសម្ដែងចឹងបានពូភិក្ខុនិងឧបាសកបាក៏សូមអរតនាធ្វើទេសនាសូមឲ្យព្រះអង្គយកព្រះញាណព្រះអង្គមួយទៅក្រសោរឿងអតីតកាលរបស់មហាកាលបាសកនឹងយកមកសម្ដែង5ចឹងបានមកពុទ្ធលោកសម្ដែងថាមហាកាលបាសកនេះគេថាជាមេភូមិពីមុនគេគៀមមកភូជក់សម័យគេគៀមភូជក់មេភូមិមានដងព្រៃនេះវាឆ្ងាយដូចព្រៃស្អាតយ៉ាងចឹងណាញោមញាតព្រៃស្អាតពីមុនមិញមកងាយណាហ៊ានឆ្លងទេណាខ្លាចសត្វសាហាវតែថ្ងៃរសៀលអត់ហ៊ានឆ្លងទេទៅព្រឹកបានហ៊ានឆ្លងផុតទៅមកខាងទៅខាងលងវែងអាត្មាធ្លាប់ឆ្លងពីសម័យនេះញោមអើយដើរទៅឆ្អេះទៅទឹកនំតម្រៃអត់មានផ្លូវទេផ្លូវរទេសអ្នកស្រុកគេបោទៅឆ្អេះទៅទឹកនំតម្រៃពេញនឹងឯត្រឹមឆ្លងបាត់អុយមើលបណ្ឌិតព្រះអាទិត្យអត់ឃើញទេឈើវដោះក្រោបអញ្ចឹងនេះបច្ចុប្បន្នព្រៃស្អាតណាស់អាត្មាទៅណាមានស្រុកលងវែងណាឯលងវែងមានអ្នកស្រុកនៅលងវែងដូចភ្នំញ៉ាំខ្ញុំមិនលងវែងស្ងាយទេអត់ស្គាល់ឡានបងឃើញឡានតែហ៊ានទៅនោះខ្ញុំមកមើលសម័យនោះបងអត់ដល់អញ្ចឹងគៀមមកភូជក់ហ្នឹងបរិជាលោកតាំងឲ្យទៅរក្សានៅដើមផ្លូវហ្នឹងសម្រាប់ជូនដំណើរអ្នកដែលឆ្លងព្រៃប្រមានពួកចោឆ្លងព្រៃទៅតែគ្មានគៀមភូជក់គ្មានបលិសតម្រួតជួននេះចោវាយប្លន់យកទ្រព្យសម្បត្តិអស់នៅក្នុងព្រៃហ្នឹងឲ្យទៅចាំជូនដំណើរហ្នឹងដល់ពេលấyមានបុរសម្នាក់កើតការប្រពន្ធហើយមិនទាន់មានកូនមានចៅអីទេស្រុកប្រពន្ធគាត់នៅមកខាងព្រៃនៅគាត់នៅខាងណាដល់ប្រពន្ធនឹករលឹកម៉ែឪក៏សើបឲ្យជូនទៅឲ្យប្តីជូនទៅក៏ប្តីក៏រៀបចំដំណើរជូនទៅបរទេសទិមរទេសគោនឹងទៅដល់ទៅដល់ក្នុងដើមព្រៃខាងណានេះជួបក្នុងគៀមភូជក់នោះថាសុំឲ្យគេជួយចម្លងទៅព្រៃមកខាងហ្នឹងនេះគៀមភូជក់នោះឃើញប្រពន្ធបរោះនោះត្រូវចិត្តព្រោះត្រូវចិត្តអត់ទាន់មានកូនមានអីហ្នឹងក៏ចាប់ចិត្តក្នុងប្រពន្ធគេណាក៏គិតថាធ្វើមិនបានប្រពន្ធគេចឹងលុបបីអាក្រក់ចឹងហើយគាត់និយាយទាំងខ្ញុំពេលនោះវិរស៊ីថាបើខ្ញុំជូនអ្នកទៅនៅពួកខ្ញុំត្រឡប់ក្រោយវិញក៏យប់ជ្រៅណាស់ពិបាកនេះជាកិច្ចជាបាយរបស់
មេស្រកគេអំពូជក់តែណាបើបើតាមកំណត់ចង់បានប្រពន្ធគេហ្នឹងហើយថាទៅបានដែរចាំដល់ព្រឹកស្អែកដល់ពេលវេលាភ្លឺឡើងខ្ញុំជូនទៅល្បីអត់ដល់អញ្ចឹងគ្នាដឹងទៅម៉េចបើគេមិនជូននេះទេទៅតែពីរនាក់ប្តីប្រពន្ធបងក៏សម្រាប់គេនឹងទៅដល់ពេលសម្រាប់នៅពេលណាឯណាគេអំពូជក់ធ្វើល្បិចប្រើកូនចៅថាមានត្បូងមានតម្លៃហ្នឹងឲ្យយកអាត្បូងនោះទៅលបដាក់នៅលទេសហ្នឹងលទេសបរោះហ្នឹងណាបងឲ្យដឹងណាអត់កែវមនីជោតហ្នឹងដល់អញ្ចឹងទៅក៏ធ្វើជាលោឡាតែចោលប្លន់ស្អីឲ្យផ្អើលឡើងហ្នឹងនេះនយោបាយល្បិចអាក្រក់តែប្លន់យកកែវមនីជោតបាត់ឲ្យបានទៅឆែកពិនិត្យមើលណែណរោមិនឃើញទៅឆែកក្នុងរទេសហ្នឹងក្នុងបង្វិចបរោះនោះឃើញកែវហ្នឹងចុះមិនឃើញបើខ្លួនឯងយកទៅដាក់ក្នុងល្បិចគេមើលល្បិចអាក្រក់ថាបរោះនឹងឯងចោលអាក្រក់ក៏តាមវាយគ្នាទៅស្លាប់ទៅនេះវាយស្លាប់ក៏ចែកចង់យកប្រពន្ធគេហ្នឹងនេះប្រពន្ធនេះវាអត់ពីប្តីណាម្នាក់ឯងគ្រៀងខ្លួនហ្នឹងទៅណាកណ្ដាលព្រៃជ្រៅអត់មានណាមានស្រុកមានភូមិណាអូនេះក៏រំលោភយកប្រពន្ធគេហ្នឹងនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងថានេះមហាកាលបាសកស្លាប់ក្នុងគេវាយនេះ500ជាតិហើយណាលោកសម្ដែងរឿងបបកម្មប្រាប់បានពូភិក្ខុបើសាថាព្រះដ៏មានព្រះបញ្ចាំងសមមែនហើយសមតានេះកម្មណាញោមញៀនអញ្ចឹងបានថាកម្មអាក្រក់ក្តីល្អអត់ឲ្យតែធ្វើឲ្យផលជិះអត់រួចទេត្រូវតែឲ្យផលដល់អ្នកដែលធ្វើនោះបានថាវិបាកៈគឺផលរបស់កម្មទុំអត់ឈ្នះទេញោមញៀនព្រោះដូចយើងសប្តាហ៍ថ្ងៃក៏យើងអាស្រ័យផលកម្មចាស់របស់ផងយើងដែលយើងធ្វើមកផលកម្មនឹងជួយឧបត្ថម្ភយើងឲ្យជីវិតយើងបានសុខមានទ្រព្យមានសម្បត្តិមានយសស័ក្តិយ៉ាងម៉េចគឺផលកម្មចាស់ប៉ុន្តែផលកម្មចាស់យើងមើលអត់ឃើញទេណាញោមញៀនអានឹងវាថាមកពលវាចំហាយមកវិញសម្រាប់អ្នកដែលជីវិតសោយទុកឆ្វែជួបតែទុកមួយផុតទៅទុកមួយមកទៀតទុកមួយផុតមួយក៏កើតសេចក្តីងឿងឆ្ងល់តាំងទៅជីវិតគ្រួសារនោះមិនគេបានសុខម្ល៉េះចាឯងនេះក៏ឆ្វែទុកមកផ្ទួនបើមិនថាមិនសោះគិតថាអញ្ចឹងបើអញ្ចឹងចេះឆ្ងល់ខ្លួនឯងថារឿងអីបើខុសគេអញ្ចឹងចុះគេអ្នកផ្ទះតកូនចិត្តគេបានសោកសប្បាយថានឹងយើងមិនយល់ពីវិបាកផលកម្មដែលយើងធ្វើហ្នឹងបើយើងយល់ហើយយើងទទួលយកសេចក្តីពិតទៅចប់ថាហ្នឹងគឺកម្មរបស់អញដែលធ្វើពីអតីតមកនោះវាតាមឲ្យផលបើអញ្ចឹងមានប្របាកឯទៀតថានឹងជាអំពើរបស់អញធ្វើទេអានេះគេទទួលសេចក្តីពិតអញញញៀនអញ្ចឹងចប់ក៏ស៊ូទទួលនៅផលកម្មទៅកិច្ចមិនក៏មិនរួចជាមិនក៏មិនរួចប៉ុន្តែបើយើងមិនទទួលស្គាល់ការពិតនៅតែតូចចិត្តអន់ចិត្តថ្នាក់ចុះតកូលគេនៅក៏សុខសប្បាយឯងក៏សេចក្តីទុកអីមិនទាន់ថតមួយចូលដល់មកហ្នឹងបាទនេះបើថាបើទទួលយល់ថាហ្នឹងសេចក្តីពិតជាអំពើដែលយើងធ្វើពីមុនមកបាននេះថាចប់អានេះតស៊ូអត់ធ្ងោអត់ស្រែកអីទៀតទេអានេះនិយាយពីជីវិតរបស់មនុស្សពោលដែលកើតមកនឹងបានជួបសេចក្តីសុខក្តីទុក្ខគឺផលរបស់កម្មដែលខ្លួនយើងធ្វើញោមញៀនពុទ្ធសាសនានឹងព្រះសម្មាសម្ពុទ្ធលោកបញ្យល់មនុស្សឲ្យជឿពីហេតុផលជឿពីកម្មផលថាអ្នកណាធ្វើអីបាននោះណាធ្វើអីបាននោះហើយសត្វតែជាអំពើដែលយើងធ្វើខ្លួនយើងអត់មានណាឲ្យទេអាដែលអ្នកដទៃឲ្យគឺផលដែលយើងកើតមកជាមនុស្សហើយបើពេចណាមគឺយើងអ្នកធ្វើទាំងអស់សួរតើអ្នកណាអ្នកធ្វើថាមានណាមានកាយវាចាចិត្តប៉ុណ្ណឹងហើយកាយទុច្ចរិតវិច័យទុច្ចរិតមโนទុច្ចរិតចិត្តអាក្រក់ហ្នឹងអាហ្នឹងហើយដែលធ្វើហ្នឹង
អត់មានណាទេតែខ្លួនយើងបានប្រពុតលោកសំដែងថាមโนពុព្យក៏មេធម្មាមโนសេដ្ឋามโนមេយាមនសាចេបតុថេនិភាសតិវាករោតិវាតតនំទុក្ខមនវេតិចកੰវៈវិហទាំងថាចិត្តទាំងឡាយជាធំចិត្តរបស់យើងជាធំហើយប្រសើរបំផុតមកពីចិត្តកាលបើទោសៈត្រូវបទុសរាយចិត្តហើយអាកំហឹងណាញោមយកអាហឹងកើតក្នុងចិត្តយើងហើយទោះបីយើងធ្វើក្តីយើងនិយាយក្តីក៏អាក្រក់ដែរឲ្យតែខឹងមកណាមនុស្សឲ្យតែខឹងហើយនិយាយក៏តកោះបោះបោកធ្វើការក៏ប្រព្រឹត្តព្រោះអត់ល្អទេអានេះមើលបញ្ចេញមកអញ្ចឹងព្រោះអំពើអាក្រក់នឹងឯងបានសេចក្តីទុកដេញជាប់តាមក្រោយបុគ្គលនឹងដូចជាកង់រទេះដែលវិលទៅតាមស្នាមជើងគោដែលអូសនឹមរទេះនឹងយ៉ាងដូចឆ្នោឯងនេះពុទ្ធលោកសំដែងមានណាឲ្យតែខ្លួនយើងអាចិត្តទោសៈបានជាពុទ្ធសាសនាលោកឲ្យសម្អាតចិត្តឲ្យស្អាតអាទោសៈនឹងជារបស់ផងយើងដែរមានមកពីណាទេកើតរបស់យើងដែរក៏កើតដែរគ្របសកត់ចិត្តបានឲ្យយើងដុសខាត់សម្អាតចិត្តនឹងឲ្យបរិសុទ្ធស្អាតទៅតែចិត្តស្អាតហើយការងារក៏ល្អសម្ដីក៏ល្អអញ្ចឹងមានបញ្ញាស្គាល់គុណស្គាល់ទោសបន់បាបចិត្តចេះធ្វើទានរក្សាសិលអានឹងស្អាតហើយបងបើថាចិត្តមិនស្អាតនៅតែទោសៈពេញណាពេញណៃហ្នឹងក៏នឹងហើយជាទោសផលវិបាកពោឲ្យផលដល់យើងហ្នឹងនេះពុទ្ធសាសនាពុទ្ធសាសនាតែចិត្តជាធំហើយប្រសើរបំផុតមកពីចិត្តហ្នឹងឯងបានពុទ្ធសាសនាលោកឲ្យយើងអប់រំចិត្តឲ្យត្រូវអប់រំកាយវាចាដោយសិលអប់រំចិត្តដោយសមាធិអប់រំបញ្ញាប៉ុណ្ណឹងឯងមេគាពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងទៅហើយសម្រាប់ញោមញាតបច្ចុប្បន្ននេះក៏ឃើញញោមញាតអ្នកដែលជ្រះថ្លាក្នុងពុទ្ធសាសនាដោយច្រើនក៏ឃើញជ្រះថ្លាសមាទានសិលឲ្យក្មេងៗក៏សង្ហើយក្មេងៗឃើញមានតែសមាទានសិលច្រើនទៅមកពីយល់អំពីកម្មផលរបស់កម្មហ្នឹងឯងជ្រះថ្លាធ្វើទៅរក្សាសិលធ្វើទានចម្រើនភាវនាសប្តាហ៍ការចម្រើនភាវនាក៏មានច្រើនទៅអប់រំចិត្តធ្វើសមាធិធ្វើអីហ្នឹងផងឃើញតែញោមញាតជ្រះថ្លាច្រើនសម្រាប់ពុទ្ធសាសនាមិនដូចពីដើមភានមុនទេពីចិនមុនដូនតាយើងក៏អត់យល់អីសោះចេះតែធ្វើតគ្នាទេទៅវត្តក៏ទៅខែប្រជុំបិណ្ឌក៏ទៅចូលឆ្នាំក៏ទៅមិនដឹងទៅធ្វើអីបានអីអត់ដឹងទេតែសប្តាហ៍ថ្ងៃញោមញាតបានស្ដាប់ធម៌ទេសនារបស់ព្រះសង្ឃលោកចេះដឹងទៅទេសនាលោកបញ្យល់អំពីទានសិលភាវនាទៅក៏ជ្រះថ្លាអាចធ្វើច្រើនប៉ុន្តែជាពិធីដែលយើងត្រូវអប់រំកាយវាចាចិត្តឲ្យតែកាយវាចាចិត្តស្អាតហើយសេចក្តីសុខគ្រប់គ្រាន់ទាំងអស់មានមកដល់យើងបងនឹងសូមឲ្យញោមញាតជ្រាបចាស់បងនិយាយពីកម្មនិងផលរបស់កម្មណាញោមញាតយើងមើលមិនឃើញទេដែលអាត្មាសម្ដែងមកនេះកៅអវិជ្ជមានលើកឧទាហរណ៍មកញោមមើលអត់ឃើញផលនៃសេចក្តីសុខក៏មិនឃើញសេចក្តីទុក្ខក៏វាមិនឃើញអត់មានមើលឃើញថាអវិជ្ជមានតែឥឡូវសូមលើកឧទាហរណ៍ជាវិជ្ជមានដែលថាកម្មនឹងមានកម្លាំងខ្លាំងណាស់มันអាចទប់បានទេតែណាធ្វើអីបាននឹងឯងត្រូវផ្ដល់ឲ្យផលមកញោមញាតដូចជាមនុស្សដូចសិស្សសាលាអីក្តីពូបញ្ញវន្តអីដែលគេរៀនសូត្រអ្នកណាគេរៀនភាសាអង់គ្លេសចេះអង់គ្លេសរៀនបារាំងចេះបារាំងរៀនជប៉ុនចេះជប៉ុនញោមញាតគិតមើលមកពួកញោមញាតដទៃទៀតដែរប្រឡងឬឲ្យរៀនចាប់ចំណេញអាណាគេរៀនគរុកោសលគេរៀនពីវិជ្ជារបស់គ្រូអាណាគេរៀនពេទ្យទៅរៀនខាងពេទ្យ
អាណារៀនច្បាប់គេចេះរៀនខាងច្បាប់ទៅអានឹងសត្វតែរៀនទូកម្មទាំងអស់វិញណារៀនអីចេះនោះញោមញារៀនអីចេះនោះអានឹងគេវិជ្ជមានលើឧទាហរណ៍ឲ្យញោមញាយល់អំពីកម្មដែលមើលឃើញតែរៀនអីចេះហ្នឹងឲ្យញោមញាទប់អត់ឈ្នះទេផលរបស់កម្មដែលរៀនឯងទប់អត់ឈ្នះទេបងត្រូវតែឲ្យផលដល់អ្នកដែលធ្វើកម្មដែលរៀនសូត្រហ្នឹងឬញោមញាទៅរៀនសតកម្មល្អមិនមែនកម្មអាក្រក់ទេណាដូចទៅរៀនភាសារៀនស្ដីសម្រាប់ធ្វើជាមគ្គុទ្ទេសក៍ជូនគេរៀនភាសាបារាំងអង់គ្លេសអីរៀនជំនាញធ្វើគ្រូអីហ្នឹងសតតែកម្មល្អអំពើល្អទាំងអស់ដល់រៀនហើយយើងអាស្រ័យកម្មណាអាស្រ័យការងារដែលយើងធ្វើហ្នឹងឯងអានេះអាត្មាលើកនេះជាឧទាហរណ៍ឲ្យញោមញាតឃើញច្បាស់ថាកម្មដែលមនុស្សធ្វើឲ្យទប់អត់ឈ្នះទេត្រូវតែឲ្យផលដល់អ្នកធ្វើហើយម្យ៉ាងទៀតពុទ្ធភាសិតលោកសំដែងហើយយាតិសង្វបតេពិជាងតាតិសង្លបតេផលੰកល្យាណការីកល្យាណੰបាបការីចបាបកੰនេះពុទ្ធដីកាវបៈប្រែតកាសាព្រោះលោកធៀបនឹងអ្នកស្រែថាបុគ្គលសាព្រោះពូជបែបណារមែងបានផ្លែផ្កាបែបនោះវត្តលោកសំដែងអញញោមញាតអ្នកស្រែយកពូជស្រូវដំណើបទៅសាព្រោះផ្លែមកដំណើបឯងយកស្រូវខ្សាយទៅសាព្រោះផ្លែមកខ្សាយឯងយកស្រូវពូជក្រហមទៅសាព្រោះផ្លែមកក្រហមឯងអញញោមញាតយកក្របអលៈក្របពោតអីទៅសាព្រោះផ្លែមកអលៈពោតឯងបានតែសាព្រោះពូជបែបណារមែងបានផ្លែផ្កាបែបនោះបុគ្គលដែលធ្វើអំពើល្អនឹងបានផលល្អធ្វើអំពើអាក្រក់នឹងបានផលអាក្រក់ប៉ុណ្ណឹងឯងញោមញាតមនុស្សយើងអាស្រ័យកម្មផលអំពើដែលយើងធ្វើតែយើងធ្វើអាក្រក់គឺអាក្រក់ឲ្យផលធ្វើល្អល្អឲ្យផលអត់មាននរណាដទៃក្រៅពីខ្លួនយើងទេនឹងបានថាពុទ្ធសាសនាពាក្យថាពុទ្ធសាសនាគឺលោកព្រះពុទ្ធលោកអ្នកទូលមានព្រានប្រដៅបុគ្គលឲ្យប្រព្រឹត្តល្អដោយកាយដោយវាចាដោយចិត្តនេះព្រះពុទ្ធលោកទូលមានចឹងលោកមិនឲ្យធ្វើអំពើអាក្រក់ទេលោកឲ្យអពើមានឲ្យយើងធ្វើល្អអំពើដោយកាយវាចាចិត្តព្រោះយើងអាស្រ័យតែផលរបស់កម្មដែលយើងធ្វើគ្មានអ្នកណាឲ្យទេតែធ្វើអីបានហ្នឹងនេះសូមឲ្យញោមញាតយល់ជ្រាបពីពុទ្ធសាសនាឲ្យច្បាស់បើយើងមិនយល់ចេះតែបន្ទោសពីនេះពីនោះបន្ទោសណាយើងធ្វើតែខ្លួនយើងមកផលដែលយើងបានមកហ្នឹងនេះជាពុទ្ធសាសនាដែលព្រះពុទ្ធលោកសម្ដែងច្បាស់លាស់ឬមួយយ៉ាងទៀតពុទ្ធសាសនាជាសាសនាដែលបង្ហាញឲ្យជឿហេតុផលញោមញាតឲ្យជឿហេតុផលថ្ងៃមួយអាណាតបិណ្ឌិកសេដ្ឋីញោមញាតដែលទៅប្រទេសឥណ្ឌាដែរញោមញាតស្ដាប់ធ្វើហ្នឹងបើធ្វើធម្មយាត្រាទៅឥណ្ឌាទៅក្រុងសាវត្ថីទៅឃើញវត្តចេតពន្ធដែរវត្តចេតពន្ធហ្នឹងជាវត្តដែលអាណាតបិណ្ឌិកសេដ្ឋីគាត់សាងថ្វាយចំពោះព្រះសម្មាសម្ពុទ្ធលោកគង់ប្រថាប់នៅជាអចិន្ត្រៃយ៍ហ្នឹងថ្ងៃមួយអាណាតបិណ្ឌិកសេដ្ឋីនាំភ័ណ្ឌទៅអង្គាសថ្វាយចំពោះព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃដែលគង់នៅក្នុងវត្តចេតពន្ធហ្នឹងនាំភ័ណ្ឌទៅអង្គាសគឺមកហូបអាហារណាញោមញាតបានក្នុងបិដកថានាំភ័ណ្ឌទៅអង្គាសទៅប្រគេនគេមិនថាប្រគេនទៅអង្គាសថ្វាយចំពោះព្រះសម្មាសម្ពុទ្ធនិងព្រះសង្ឃដល់អង្គាសរៀបឲ្យព្រះសម្មាសម្ពុទ្ធលោកធ្វើផុតកិច្ចនៅឆ្អែតសពគ្រប់បបោព្រមដោយព្រះសង្ឃលោកសម្ដែងធ្វើប្រោសអាណាតបិណ្ឌិកសេដ្ឋីធម្មនាលកហបតីរបស់5យ៉ាងនោះជាគ្រឿងកម្រហើយមនុស្សគេចង់បានគ្រប់តែគ្នាលោកប្រាប់តែអញ្ចឹងណារបស់5យ៉ាងនោះមនុស្សគេចង់បានគ្រប់គ្នាស្អីកន្លងញោមញាតវិញមិនមែនចង់បានឲ្យញោមញាតអ្នកកាន់ពុទ្ធសាសនាទេឲ្យតែមនុស្សលើផែនដីគេចង់បានទាំងអស់ទី1
cứอายุវែងញ៉ាំណាមិនចង់បានអាយុវែងញ៉ាំក៏មកគ្រប់តែគ្នាជាតិណាក៏ចង់បានទី2ពើសម្បល់កាយល្អភ្លឺថ្លាល្អពីកំណើតទី3សេចក្តីសុខទី4ទ្រព្យសម្បត្តិយស័ក្តិទី5ជីវិតចុងក្រោយដែលស្លាប់ហើយត្រូវចង់ទៅកើតឋានសួគ៌ជាទេវតាបានលោកសម្ដែងថាកហបតីរបស់5យ៉ាងនេះមិនមែនបានដោយការបន់ស្រន់ទេណាបានដោយការធ្វើទាំងអស់ដល់បានញោមញាតញោមញាតទៅបន់ស្រន់សុំឲ្យមានអាយុវែងមានពើសម្បត្តិល្អបានសេចក្តីសុខឲ្យណាមកសាងឲ្យអត់មានទេបន់ស្រន់បានគឺស្កើតពីការធ្វើរបស់ខ្លួនឯងទាំងអស់នេះញោមញាតបានលោកប្រាប់ថាអ្នកឯងចង់បានអាយុវែងតែកុំសម្លាប់សានណែហ្នឹងតែខ្លួនឯងមិនសម្លាប់សានបានអាយុវែងចុះបើយើងរកស៊ីតែសម្លាប់តើអត់បានអាយុវែងមិនអត់ទេអានេះអំពើចង់បានអាយុវែងកុំសម្លាប់សានចង់បានពើសម្បត្តិល្អធម្មជាតិភ្លឺថ្លាមកទើបកុំឲ្យខឹងច្រើនដល់បាននេះញោមញាតហើយមនុស្សស្រីមនុស្សប្រុសណាខឹងច្រើនជាងគេខ្ញុំដឹងណាមើលនិយាយទៅមកសួរថាមនុស្សស្រីប្រពន្ធនោះខឹងរឿងអីថាណោងាកទៅមើលប្តីគេជួយធ្វើការរកស៊ីប្រពន្ធគេលើកដាក់នេះនោះគេមិនឈប់ក៏លេខមើលប្តីឯងអត់ជួយធ្វើការទេដើរលេងប៉ោឡែទៅសែបគុកក្មេងស្ទាវផឹកស៊ីលេងលបែងជាងកើតទៅមានស្រីមានញីទេសិតតែគ្រឿងភ្លើងញោមញាតតែដល់ទៅមានស្រីញីទេក្តោកអាហារកាន់តែច្រើនយកមកដុតរោលប្រពន្ធហ្នឹងហើយជាងការកូនស្ទាវទៀតប្តីយ៉ាយមានកូនស្ទាវនិយាយគ្មានស្ដាប់នេះទេណាប្តីនឹងកូនផ្ដល់កំហឹងឲ្យគ្មានពេលសារៈទេនេះខឹងច្រើនញោមញាតតែអ្វីទាំងបានអំពើអាក្រក់របស់ប្តីរបស់កូនតែញោមស្គាល់ការពេទ្យទទួលស្គាល់ការពេទ្យចប់ហើយគាត់ថាអានឹងអំពើរបស់អញធ្វើពីដើមមកបានហើយញោមញាតដោយមហាកាលឲ្យសត្វអំពើគាត់ធ្វើនេះអានឹងញោមញាតថាអានឹងអំពើរបស់អញធ្វើពីដើមមកនឹងបានជាផលអាក្រក់ដល់អញ្ចឹងចប់យើងតស៊ូឲ្យវាផុតទៅបងទៅកាត់ផ្ដាច់កាត់អត់បានតែគេក្បួនទៅធ្វើបន់លៀងបាបណាគ្មានទៅលៀងជ្រះទេញោមហើយអានឹងមួយកុំឲ្យខឹងច្រើនទទួលស្គាល់ឲ្យយើងធ្វើពីដើមមកកម្មពីរបស់យើងតែនោះចិត្តស្ងប់ឲ្យអត់ទេសុខចិត្តតស៊ូមកជីវិតឲ្យបានទៅអើយតែញោមទៅខឹងច្រើនណាស់កើតជាតិមកនេះមកសម្បល់ខ្មៅក្រញេះអត់ល្អទេឃើញគេសល្អចង់ល្អតែគេទៅទិញលេយកមកលាបអាលេគេជួយមិនរួចនេះបងសូមឲ្យញោមញាតទោសនៃសេចក្តីខឹងបើញោមញាតចង់បានសេចក្តីសុខទៅរក្សាសិលគឺសិល5ណាញោមញាតសិល5ហ្នឹងផ្ដល់សេចក្តីសុខអុយសិល5នេះអត់មានប្រកាន់ថាតើលមនុស្សចាស់បានសំបានទេញោមញាតមនុស្សវ័យប៉ុណ្ណាក៏សំបានដែរសំបីតែកូនរបស់ញោមណាអាយុ4-5នេះយកសិល5ទៅអប់រំកុំឲ្យធ្វើអំពើអាក្រក់បាទនឹងអប់រំចឹងវិញញោមញាតសត្វថ្ងៃយើងសត្វថ្ងៃស្អីខ្លះអត់ដែលសម្លាប់សត្វតែញោមញាតគិតជាដូចចែកសិលមួយហើយលួចទ្រព្យគេក៏មិនដែលលួចទៅបៀតបៀនប្តីប្រពន្ធគេក៏មិនដែលកុហកតិចក៏មិនដែលប៉ុន្តែកុហកច្រើនឈ្មួញអ្នកលក់ដូរឲ្យជាមិនរួចតែមានញោមញ៉ាលក់ដូរទេនេះមានទេអាណាអាត្មា5ច្រើនកុហកគេថាអើយក្មួយអើយប្អូនអើយអ្នកខ្ញុំទិញមកថ្លៃណាស់ហើយលក់នឹងខាតហ្នឹងកុហកគេទេញោមចង់ជាកុហកបានកុំពោលថាទិញថ្លៃព្រោះធម្មតាឈ្មួញញោមហើយគេមិនដែលអាណាគេទៅទិញ1រៀលលក់ទៅវិញ1រៀលទេគេចង់បានកម្រៃតែបានទេញោមញាត
ប៉ុន្តែកំរៃកុំឲ្យខ្ពស់ពេកចង់ចំណេញណាស្មើដើមដែលខ្លួនទិញមកសម្រាប់ពុទ្ធសាសនាពុទ្ធថាឈ្មួញកោងឈ្មួញចិត្តអាក្រក់អត់មានមេត្តាករុណាដល់គ្នាអ្នកទិញក៏អ្នកទិញគ្នាក្រផងទៅស៊ីសាច់អត់ឈាមគ្នាអញ្ចឹងអត់មានមេត្តាករុណាបាបឈ្មួញបែបហ្នឹងបាបផងអញ្ចឹងកម្រៃតែមកបានហើយមិនចាំពូលទិញមកឲ្យថ្លៃទេក៏ហក់គេជីបអត់ហើយសម្រាប់អ្នកលក់ដូរឬសម្រាប់សិល5នេះញោមញាតបើញោមញាតសម័យបើញោមសម្លាប់ទីដាច់តែមួយទេអត់ដាច់ទាំងអស់ទេញោមទៅលួចទ្រព្យគេដាច់តែមួយដែរហើយញោមទៅបៀតបៀនប្តីប្រពន្ធកូនគេដាច់តែមួយញោមទៅកុហកគេដាច់តែមួយដែរតែបើផឹកស្រាដាច់ទាំងអស់តែផឹកស្រាហិនហើយសិលទាំងអស់គ្មានសិលណាមួយជាប់ទេនេះអាត្មាសូមជម្រាបយ៉ាងបងแล้วមិនបានថាអញ្ចឹងព្រោះស្រាធ្វើឲ្យមនុស្សឈួតញោមញាតឬតែបុរាណថាឈួត3ឈួតមួយនឹងស្រីឈួតមួយនឹងស្រាឈួតមួយនឹងលបែងអំពើពាលាឈួតនេះហៅមហាឈួតក្រៃកន្លងវិញតែផឹកស្រាតែស្រាចូលណាthamពលស្រាទៅផ្លាស់ប្ដូរចិត្តវិញ្ញាណឲ្យឈួតហើយញោមញាតមិនវិញ្ញាណរបស់មនុស្សធម្មតាទេសំបីតែមនុស្សដែលមិនចេះនិយាយសោះឲ្យតែស្វឹងនិយាយបបាច់ពពូវល់ងាយអត់ឈប់ទេវាអាសំដីដែលនិយាយនេះដែលស្ដាប់រកទទួលផលប្រយោជន៍អីអត់បាននេះវាទៅទេអត់រួចមនុស្សដែលមិនកាចឲ្យតែស្វឹងស្រាអួតអាងកាងកាទាកាត់ចាក់អាណាមិនចេះខ្លាចអានោះមនុស្សស្លូតតែស្វឹងស្រាកាចអាត្មាតាក៏និយាយប្រាប់នេះរឿងតាទៅសង្គមយើងគេថាមនុស្ស5នាក់នៅនេះទៅផឹកស្រាដល់ផឹកទៅមានអាម្នាក់ផឹកវិជ្រុលស្វឹងជាងគេទន់កកទៅក្អួលក្អួលឲ្យដួលក្រោកអត់រួចទេអា4នាក់គេស្វឹងដែរបើតល្មមព្រិលអាស្វឹងស្រាដួលនិយាយទៅវាទើសពាក្យគ្នាណាខ្លើហ្នឹងខឹងក្នុងគេដល់ខឹងគេក្រោកទៅវាយគេក៏ទៅវាឯងដួលហើយតាំងហៅអាខ្លើថាមកអាខ្លើមកសែងអញទៅធាកអានេះទីយកមកចិត្តទៅខ្លួនឯងក្រោកមិនរួចហើយមកហៅឲ្យទៅសែងធាកអានេះបាទហ្នឹងគេថាមកសែងមកឲ្យអញបង្ហើយនេះអញ្ចឹងនេះបានកុំនៅញោមញាតផឹកស្រាដាច់ទាំងអស់ញោមញាតញោមញាតចិញ្ចឹមឆ្កែមានញោមញាតចិញ្ចឹមឆ្កែដែរហ៎មានទេញោមយកស្រាទៅចាក់ឲ្យវាផឹកទៅអត់ផឹកទេយកទៅវិញចាំបសោតមកស្រាដាក់បាក់កាន់អាចវាក៏វិញក្បាលដើរចេញមកខ្ពើមស្រាណាប៉ុន្តែវាទៅស៊ីអញខ្ញុំឆ្កែទៅស៊ីអញបរិយឯមនុស្សអញអត់ស៊ីទេបើទៅផឹកស្រាដែលឆ្កែខ្ពើមហ្នឹងតើអ្នកណាក្រិនជាងណាញោមតើបានទេអ្នកណាក្រិនជាងណាឆ្កែវាខ្ពើមស្រាបើអត់ខ្ពើមអញឬមិននៅខ្ពើមអញបើទៅផឹកស្រាដែលឆ្កែខ្ពើមនេះខ្ញុំគិតមើលមកណាបើនិយាយនេះហ៊ានថាអាត្មាទៅសង្អាងថាចាស់ក្មេងថាគេខឹកអាត្មាចាស់ហើយកន្លែងណាខឹកតែអានេះគិតមើលមែនទេបងសូមឲ្យយើងញាក់គិតសិល5ផ្ដល់សេចក្តីសុខឲ្យយើងញោមញាស្ងប់សិល5ជាសិទ្ធិមនុស្សទៀតញោមញារក្សាសិល5គឺគោរពសិទ្ធិមនុស្សមកផែនដីញោមដែលទៅសម្លាប់អ្នកណាអត់ទេមានសិល5ដែលទៅលួចទ្រព្យអ្នកណាដែលទៅបៀតបៀនប្រពន្ធអ្នកណាដែលទៅកុហកអ្នកណាអានេះเขาគោរពសត្វអ្នកណាគឺអ្នកដតីក្រៅខ្លួនយើងទាំងអស់ញោមញាអត់ប៉ះពាល់សិទ្ធិមនុស្សយើងស្ងប់ឈ្មោះថាបុគ្គលដែលស្ងប់សន្តិអានេះសន្តិគឺស្ងប់វិញអ្នកណាក៏ចង់ស្ងប់ដែរ
ប៉ុន្តែស្រាមិនឈប់ឥឡូវសង្គមខ្មែរយើងជាមួយជាមួយស្រាច្រើនណាស់ណាញោមញាតិពេលមុនមិញតែមានការមានជប់លៀងទេបានគេផឹកស្រាដល់ថ្ងៃប៉ុនខ្មោចក៏វាទិញស្រាយកមកផឹកដែរណាបើយ៉ាងណាលោកគ្រូវត្តពោនេះតែអាណាទិញស្រាមកផឹកកណ្ដោខ្មោចនេះបងយ៉ាលងទៅហ្នឹងអានេះហាមចឹងញោមញាតិតែខាងល្មិចក៏មកផឹកក្នុងវត្តអត់ដេញមកទៅក្រៅទៅវត្តមិញកន្លែងផឹកស្រាណានេះប្រយ័ត្នណាមកលងដល់ប៉ុណ្ណឹងហើយប៉ុនខ្មោចក៏ទិញស្រាមកផឹកដែរហើយសូមឲ្យញោមញាតិជ្រាបនេះបានថាអ្នកដែលមានសិល5គឺមនុស្សស្ងប់អត់ធ្វើអីអាក្រក់កោសន្តិភាពបានលោកអ្នកប្រាជ្ញថាបើចង់ឲ្យសង្គមសន្តិភាពទើបតែមនុស្សនោះសន្តិភាពមុនវិញមនុស្សសន្តិភាពទៅបានទៅមនុស្សមានសិលញោមញាតិគេហេតុផលពុទ្ធសាសនាគឺហេតុផលអមិនអ្នកណាមកសាងសន្តិភាពធ្វើសន្តិភាពឲ្យបានអត់ទេមនុស្សនឹងឯងសង្គមវាអព្យាក្រឹតវាស្ងប់ទេសង្គមក៏ក្រើកសោកមិនសោកគឺមនុស្សទេធ្វើឲ្យកក្រើកទៅប៉ះពាល់ដល់សង្គមទៀតព្រោះនេះប្រភពនៃស្រានឹងពោអាស្រ័យនឹងញោមញាតិណាដែលនៅជាប់អីគួរផ្ដាច់ទៅពោស្ដាប់ទស្សនាឲ្យផ្ដាច់ទៅកុំរវល់ពោព្រោះយើងទៅប្រព្រឹត្តណារបស់ដែលឆ្កែខ្ពើមនឹងពោអានេះសូមឲ្យឈប់ទៅយើងមានសុខភាពល្អផងដល់បាននេះញោមញាតិអញ្ចឹងបានអទេសនាអាត្មាទេលើកឧទាហរណ៍ពីប្រពន្ធលោកថាអ្នកលេងលបែងហ្នឹងក៏វិន័យអ្នកផឹកស្រាក៏វិន័យយ៉ាងគ្រឿងវិន័យទាំងអស់ហើយអ្នកប្រាជ្ញថានៅលើផែនដីនេះមានមនុស្សអ្នកលេងលបែងមួយអ្នកផឹកស្រាមួយហើយមាននារីក៏មុំមួយហើយអាមនុស្សពីរនាក់ទៅចង់បានមកជាគូសង្សារអាលេងលបែងក៏ទៅចែកចង់នាងនឹងដែរផឹកស្រាក៏ទៅចែកចង់នាងនឹងដែរសួរតើស្ត្រីត្រូវជ្រើសរើសយកអ្នកណាតើរើសខុសមកយកអ្នកណាញោមយកអ្នកផឹកស្រាយកអ្នកលេងលបែងបើយកអ្នកផឹកស្រាត្រូវបើយកអ្នកលេងលបែងខុសអ្នកលេងលបែងយកញាតក្រតង់ពូជណាបងក្រតង់ប្រពន្ធតង់កូនតង់អាប្តីណែដែលលេងលបែងណែតែលេងចាញ់ខ្លាំងនោះមកបូតខ្សែកបូតជៀនឲ្យពីប្រពន្ធមិនអោយវារឿងវាយទៅលក់អស់ហ្នឹងណាក្រហេនហត់មកពូជចុះបើយកអ្នកផឹកស្រាបើកាលណាវាងាប់តែម្នាក់វាតែយើងសោកបានតែអានេះវាស្រាជាឃាតករណាញោមញាតិវាសម្រាប់មនុស្សតែវាមិនសម្រាប់ព្រាមទេវាទុកយូរ4-10ឆ្នាំទៅលួចកាពះពោះវៀនអស់នោះអាត្មាចិត្តមើលហ្នឹងមួយស្គមធ្វើមេភូមិស្គមអត់ដឹងទេសាប់ទៅដល់ឈឺទៅពេទ្យគេមិនទៅលួចឲ្យគ្រឿងក្នុងអត់ដឹងថាវាផឹកស្រាទេពេទ្យគេបញ្ជូនវិញថាមានពិធីទេទៅធ្វើបន់ធ្វើទានសោតធ្វើឲ្យទៅគេបញ្ជូនមកដល់ផ្ទះតែពីរថ្ងៃក៏សាកទៅលួចឲ្យគ្រឿងក្នុងអានេះគេហៅស្រាជាឃាតករសម្លាប់មនុស្សវិញអ្នកដែលផឹកស្រាសុទ្ធតែមនុស្សចង់ស្លាប់ឲ្យញោមអ្នកណាផឹកស្រាទៅចង់ងាប់មិនមែនទេបងតែផឹកស្រាគឺចង់ងាប់បងអើយបើយកអ្នកផឹកស្រាទៅដល់ងាប់តែម្នាក់វាតែយើងប្រពន្ធនឹងកូនរួចខ្លួនញោមញាតិហើយបើសិនយើងនៅក្មេងមកសំណាងបានប្តីមួយទៀតឲ្យមានអាណាគេមកចាស់វាសំណាងនេះអាត្មាប្រាប់ស្រីអីហើយបានទេអានឹងចឹងសំប្រយ័ត្នណារិចញោមញាតិណាមានប្តីផឹកស្រាលោមទៅតែប្តីអើយឈប់ផឹកទៅឲ្យរស់នៅជាមួយប្រពន្ធឲ្យបានយូរតែកុំឲ្យប្រពន្ធនោះកំព្រាឲ្យងាប់ចោលប្រពន្ធលោមទៅសាបានទេញោមញាតិប្រពន្ធនឹងលោមប្តីថា
ថាឲ្យរស់នៅជាមួយប្រពន្ធឲ្យបានយូរនេះទៅថែរក្សាកូនចៅចម្លងកូនឲ្យបានប្តីប្រពន្ធឲ្យទៅលោមប្តីអញ្ចឹងទៅអញ្ចឹងចេះលួងលោមយ៉ាងនោះទៅឲ្យបងឥឡូវសំដែងទើទេសនាប៉ុណ្ណេះចាបើសំដែងទើនេះជាពេលដែលញោមញាតកើតទុកក្នុងកូនចាស់ដល់បើដល់សំដែងយូរទៅបើទៅជារីករាយទៅសើចអូភ្លេចទុកដល់បានញោមញាតប៉ុន្តែធ្វើម៉េចទេដែលអាត្មាថានេះជួយបន្ធូរសម្រាលទុកទោសញោមដែរឲ្យសំដែងសត្វតែពីផលកម្មទាំងអស់ព្រោះឲ្យយកដូចកូននឹងដែលថាជាមកមានកម្មចូលមកកាត់ផ្ដាច់អាយុនៅបែបកម្មចូលមកកាត់ផ្ដាច់សម្លាប់វារឿងរោគរបស់ប៉ុនឯងទេចុះឲ្យញោមយកទៅធូរស្រាលហើយយើងអ្នករស់ទាំងអស់គ្នាកុំធ្វើអំពើអាក្រក់ណាញោមញាតលោកឪពុកអ្នកម្ដាយកំពុងតែកើតទុកអីបាទអាត្មាសំដែងឃើញសើចខ្លះដែរអាស្រ័យបានថាធូរស្រាលអញ្ចឹងណាបើចុះធ្វើបន់តិកណានុបទានជូនទៅកូនទៅប៉ុណ្ណឹងឲ្យអនុមោទនាទៅព្រោះធម្មតាកូនចៅនៅណាមិនស្រឡាញ់ញោមហើយប៉ុន្តែមានកម្មហើយជាមនុស្សដែលអាត្មាលើកពីរឿងព្រាមសម្លាប់ផ្អាកចិញ្ចឹមប្រពេនឹងអីមហាកាលបាសកសតតួយ៉ាងឲ្យស្ដាប់អីណាហើយដល់បើយើងស្ដាប់យល់ធូរស្រាលហើយបើតាអានេះតែមិនវិបាកកម្មរបស់កូនអញសាងមកមើលវាមិនឃើញបើយកធ្វើទេសនាប៉ុណ្ណឹងចាញោមញាតអាត្មាមិនចង់មកប៉ុណ្ណាលោកគ្រូទៅមិនចង់មិនលោកឯងទេទៅនៅប៉ុនលោកឯងទៅរង្វាត់ណាបើដឹងលោកកុហកថាលោកទេដែលមួយម៉ានថ្ងៃលោកកុហកអាត្មាឲ្យមកទេក៏មិនដឹងណាអូចឹងហើយបើលោកនិយាយថាចាំទៅជួយលោកឯងបន្តិចទៅបងចឹងអាត្មាទេរាល់ថ្ងៃសម័យទៅអង្គជុំរាល់ថ្ងៃនេះមានគម្រោងទេក៏ទៅនេះក៏មកហ្នឹងទៅចឹងវត្តពោលង្កានេះពីអតីតកាលមកនេះស្មូកគ្រោងណាស់ណាញោមញាតហើយដូចកន្លែងចោលកម្រងអ្នកបួសក្នុងនេះក៏សិតតែចោលសាសនាតែទាំងអស់ជាសេចក្តីពិតគឺញោមញាតដឹងជាងអាត្មាឥឡូវយើងបានជំរះពពួកហ្នឹងចេញអស់ហើយសម្អាតយើងស្អាតលោកអុយពេជ្រដេវីតហ្នឹងចៅអធិការនេះពេជ្រដេវីតទេអូទេគុំសាស្ត្រាពេជ្រដេវីតហ្នឹងគេឡើងទៀមទាដល់ទៅភ្នំពេញដល់សម្ដេចតេជោណាណាអូខ្លាំងណាស់ពួកហ្នឹងសម្ដេចតេជោបញ្ជាមកឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការថាឲ្យមើលវត្តមើលរោវត្តចែកវានៅផងនិយាយមកចឹងអញ្ចឹងទៅគេបញ្ចេញថាវត្តមានតែពីរដែលវត្តពោលង្កាមួយវត្តរុនតឯកបើមិនបានវត្តពីរហ្នឹងគេអត់នៅទេនិយាយចឹងអាប្រជុំអាត្មាជាមួយរដ្ឋ